នៅក្នុងឱកាសនៃការអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជាក្នុងនាមជាទីប្រឹក្សាសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជានិងជាទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅវេលាម៉ោង 17:35 នាទីល្ងាចថ្ងៃទី 10 ខែវិច្ឆិកាឆ្នាំ 2009 ឯកឧត្តមបណ្ឌិតថាក់ស៊ីនស៊ីនវត្រាអតីតនាយករដ្ឋមន្ត្រីថៃនិងជាទីប្រឹក្សាសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជានិងជាទីប្រឹក្សាផ្ទាល់សម្រាប់តេជោនាយករដ្ឋមន្ត្រីបានជួបសម្និទ្ធស្នាលជាលក្ខណៈគ្រួសារជាមួយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវ ប៊ុននីហ៊ុនសែនព្រមទាំងបុត្រធីតា We happen to wear the same. Yes, same. Is it? Son. ជំនួបពិភាក្សាក្នុងលក្ខណៈជាគ្រួសារនេះត្រូវបានធ្វើឡើងនៅភូមិគ្រឹះមួយកន្លែងក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញដែលនៅមិនឆ្ងាយប៉ុន្មានពីស្ថានឯកអគ្គរដ្ឋទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជាជំនួបពិភាក្សាគ្នានេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមសុំឆៃវង្សសវណ្ណអតីតនាយករដ្ឋមន្ត្រីថៃនិងលោកជំទាវផងដែរសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ទៅកាន់ឯកឧត្តមបណ្ឌិតថាក់ស៊ីនស៊ីនវត្រាអតីតនាយករដ្ឋមន្ត្រីថៃក្នុងជំនួបដ៏មានសារៈសំខាន់នេះថារូបសម្ដេចផ្ទាល់ក៏ដូចជាភរិយានិងក្រុមគ្រួសារទាំងអស់មានការរំភើបរីករាយយ៉ាងខ្លាំងដោយបានជួបសម្និទ្ធស្នាលដោយផ្ទាល់ជាមួយឯកឧត្តមបណ្ឌិតបន្ទាប់ពីរូបឯកឧត្តមបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជាក្នុងនាមជាទីប្រឹក្សាសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជានិងជាទីប្រឹក្សាផ្ទាល់របស់សម្ដេចមានប្រសាសន៍បន្តថាពេលនេះរូបសម្ដេចផ្ទាល់មានទីប្រឹក្សាដ៏ឆ្នើមម្នាក់ដែលជាអ្នកដឹកនាំខាងសេដ្ឋកិច្ចដ៏ពូកែម្នាក់ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីដឹកនាំនិងកសាងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនរឹងមាំថែមទៀតសម្ដេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍នៅចំពោះមុខឯកឧត្តមបណ្ឌិតថាក់ស៊ីនស៊ីនវត្រាថានៅគ្រប់កលៈទេសៈទាំងអស់សម្ដេចនៅតែចាត់ទុកឯកឧត្តមបណ្ឌិតគឺជាមិត្តភក្តិដ៏ជិតស្និទ្ធយូរអង្វែងនិងជាមិត្តភក្តិជាអមតៈរបស់សម្ដេចពិសេសក្រុមគ្រួសាររបស់សម្ដេចផ្ទាល់ជាការឆ្លើយតបឯកឧត្តមបណ្ឌិតថាក់ស៊ីនស៊ីនវត្រាមានប្រសាសន៍ថារូបឯកឧត្តមផ្ទាល់មានការរំភើបរកអ្វីមកព្រៀបផ្ទឹមពុំបានចំពោះទឹកចិត្តស្វាមីភក្តិដ៏ល្អឥតខ្ចោះរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីមកលើរូបឯកឧត្តមផ្ទាល់ក៏ដូចជាគ្រួសារទាំងមូលឯកឧត្តមបណ្ឌិតមានប្រសាសន៍ថ្លែងនៅអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីដែលបានផ្ដល់នូវកិត្តិយសចំពោះរូបឯកឧត្តមតាមរយៈការទូលថ្វាយព្រះករុណាព្រះមហាក្សត្រកម្ពុជាព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងការប្រោសប្រជទាននៅឋានៈជាទីប្រឹក្សាសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជានិងជាទីប្រឹក្សាផ្ទាល់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីឯកឧត្តមបណ្ឌិតមានប្រសាសន៍បញ្ជាក់បន្ថែមថាបន្ទាប់ពីទទួលបាននូវការប្រោសប្រជទាននៅការតែងតាំងដ៏ខ្ពង់ខ្ពស់បំផុតពីព្រះមហាក្សត្រកម្ពុជាឯកឧត្តមបានកំណត់ក្នុងចិត្តហើយថានឹងមកសម្ដែងនៅការអរគុណដោយផ្ទាល់ចំពោះសម្ដេចតេជោដែលបានគោរពស្រឡាញ់រាប់អានដ៏ស្មោះស្ម័គ្របំផុតចំពោះរូបឯកឧត្តមក៏ដូចជាក្រុមគ្រួសារទាំងមូលតាមរយៈពិធីសម្និទ្ធស្នាលជាលក្ខណៈគ្រួសារនេះឯកឧត្តមបណ្ឌិតថាក់ស៊ីនស៊ីនវត្រាសូមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោនាយករដ្ឋមន្ត្រីទូលថ្វាយព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៃការថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុតនិងថ្វាយនៅសពសាទុការពរជ័យបវរមហាប្រសើរចំពោះព្រះហឫទ័យដ៏មហាករុណាធិគុណរបស់ព្រះអង្គក្នុងការប្រោសប្រជទាននៅឋានៈទូនាទីដ៏ខ្ពង់ខ្ពស់បំផុតជូនរូបឯកឧត្តមគូបញ្ជាក់ដែរថានៅក្នុងពិធីសម្និទ្ធស្នាលជាលក្ខណៈមហាគ្រួសារនៅពេលនេះមានការចូលរួមពីបុត្រាច្បងរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីគឺឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែតនិងលោកជំទាវពេជ្រច័ន្ទមុនីលោកជំទាវហ៊ុនម៉ាណានិងឯកឧត្តមឌីវិជា
លោកហ៊ុនម៉ាណិតនិងលោកស្រីឌីសុកខេងលោកស្រីហ៊ុនម៉ាលីនិងលោកសុកពុទ្ធិវុឌ្ឍជាស្វាមីលោកស្រីយឹមឆៃលីនជាភរិយារបស់លោកហ៊ុនម៉ាណីផងដែរគូបញ្ជាក់ដែរថានេះគឺជាលើកទី1បន្ទាប់ពីទទួលបាននៅឋានៈជាទីប្រឹក្សាសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជានិងជាទីប្រឹក្សាផ្ទាល់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីដែលឯកឧត្តមបណ្ឌិតថាក់ស៊ីនស៊ីនវត្រាអតីតនាយករដ្ឋមន្ត្រីថៃបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសនៃការស្នាក់នៅព្រះរាជាណាចក្រកម្ពុជាឯកឧត្តមបណ្ឌិតថាក់ស៊ីនស៊ីនវត្រាអត្ថកថាលើវិស័យសេដ្ឋកិច្ចជូនដល់អិសរាជជនសេដ្ឋកិច្ចជាន់ខ្ពស់របស់កម្ពុជាចំនួនជាង300នាក់នៅព្រឹកថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2009ដែលរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិជាមួយគ្នានេះឯកឧត្តមបណ្ឌិតថាក់ស៊ីនស៊ីនវត្រានឹងអញ្ជើញទៅទស្សនាប្រាង្គប្រាសាទអង្គរវត្តរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរសូមជម្រាបជូនថាបន្ទាប់ពីការជួបជុំសន្និសីទជាលក្ខណៈគ្រួសាររវាងសម្ដេចតេជោនិងលោកជំទាវ ប៊ុននីនិងបុត្រធីតាជាមួយឯកឧត្តមបណ្ឌិតថាក់ស៊ីនស៊ីនវត្រាស្ថិតក្នុងបរិយាកាសដ៏ស្និទ្ធស្នាលក្នុងឋានៈមិត្តភាពដ៏យូរអង្វែងរបស់សម្ដេចតេជោនិងសហការីជាទីប្រឹក្សាផ្ទាល់របស់សម្ដេចតេជោឯកឧត្តមបណ្ឌិតថាក់ស៊ីនស៊ីនវត្រាបានធ្វើដំណើរតាមរថយន្តទស្សនារាជធានីភ្នំពេញពេលរាត្រីជាពិសេសនៅក្នុងថ្ងៃទី2នៃការប្រារព្ធពិធីបុណ្យឯករាជ្យជាតិ9វិច្ឆិកាខួប56ឆ្នាំដែលប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសនិងនៅឯក្រៅប្រទេសកំពុងប្រពទទួលអំណរសាទរក្នុងរាត្រីថ្ងៃទី1នៃការស្នាក់អាស្រ័យនៅរាជធានីភ្នំពេញនេះដែរឯកឧត្តមបណ្ឌិតថាក់ស៊ីនស៊ីនវត្រានិងសម្ដេចតេជោនិងលោកជំទាវព្រមទាំងបុត្រធីតាបានចូលរួមក្នុងពិធីភោជនាហារជាលក្ខណៈគ្រួសារដែលក្នុងនោះក៏មានវត្តមានរបស់ឯកឧត្តមសុំឆៃវងសវណ្ណអតីតនាយករដ្ឋមន្ត្រីថៃនិងលោកជំទាវផងដែរOh, okay. Yes, yes, yes.